ប្រវត្តិបណ្ណាល័យជាតិកម្ពុជាទីតាំងដែលត្រូវបានផ្ដើមកសាងនៅឆ្នាំ1921នាសម័យអាណានិគមបារាំងក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិទីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី24ធ្នូ1924ក្រោមការដាក់ឈ្មោះដំបូងថាបណ្ណាល័យកណ្ដាលនិងស្ថិតក្រោមការមើលខុសត្រូវរបស់ជនជាតិបារាំងឆ្នាំ1951ទីនេះត្រូវបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញហើយប្រធានបណ្ណាល័យបានធ្វើការបដូរឈ្មោះពីបណ្ណាល័យកណ្ដាលមកជាបណ្ណាល័យជាតិកម្ពុជានៅថ្ងៃទី10មករា1954លុះនៅក្នុងសម័យសង្គមរាស្ត្រនិយមនិងនៅក្រោយការធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ព្រះបរមរតនកោដ្ឋដោយលន់នល់រួចមកបណ្ណាល័យជាតិកម្ពុជាគឺនៅតែត្រូវបានបន្តប្រើប្រាស់រួមទាំងមាននៅឯកសារជាច្រើនផងដែររហូតចូលដល់របបកម្ពុជាប្រជាធិបតេយ្យទីនេះក៏ត្រូវបានបិទទ្វារទាំងស្រុងដោយបរិវេណបណ្ណាល័យត្រូវបានប្រើប្រាស់ជាកន្លែងចិញ្ចឹមមាន់និងជ្រូករីឯទូដាក់ឯកសារត្រូវប្រើជាកន្លែងដាក់ចានឆ្នាំងហើយសៀវភៅក៏ត្រូវបានយកទៅបង្កាត់ភ្លើងនិងធ្វើជាក្រដាសរុំថ្នាំជក់នេះបាននាំឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើនដល់ធនធានឯកសារពោលគឺនៅក្រោយរបបប៉ុលពតបណ្ណាល័យជាតិកម្ពុជានៅសេសសល់ឯកសារប្រមាណ 23,000 ក្បាលតែប៉ុណ្ណោះដែលនេះជាចំនួនបាត់បង់ដ៏ច្រើនសម្បើមប្រៀបទៅនឹងចំនួនឯកសារក្នុងអំឡុងទសវត្សរ៍ទី50ដែលមានដល់ទៅប្រមាណ 100,000 ច្បាប់ចំណែកឯបុគ្គលិកបណ្ណាល័យចំនួន40រូបដែលធ្វើការនៅមុនឆ្នាំ1975គឺមានតែបុគ្គលិកចំនួន2រូបប៉ុណ្ណោះបានត្រឡប់មកបំពេញភារកិច្ចវិញត្បិតបុគ្គលិកភាគច្រើនត្រូវបានរបបដឹកនាំដេរឆានខ្មែរក្រហមយកទៅបញ្ចប់ជីវិតយ៉ាងឃោរឃៅក្រោយការដួលរលំទៅនៃរបបនេះបណ្ណាល័យជាតិកម្ពុជាក៏ត្រូវបានបើកទ្វារជាថ្មីឡើងវិញនៅក្នុងឆ្នាំ1980លុះនៅឆ្នាំ2002ទីនេះក៏ត្រូវបានផ្អាកដំណើរការអស់រយៈពេល2ឆ្នាំដើម្បីជួសជុលរួចបើកឲ្យដំណើរការឡើងវិញក្នុងឆ្នាំ2004ជាបន្តមកបណ្ណាល័យជាតិកម្ពុជាតែងទទួលបានការយកចិត្តទុកដាក់ការអភិវឌ្ឍការថែរក្សានិងគ្រប់គ្រងដោយយកចិត្តទុកដាក់លើសពីនេះបណ្ណាល័យជាតិកម្ពុជាក៏បានដើរតួនាទីជាទីតាំងប្រវត្តិសាស្ត្រជាកន្លែងកម្សាន្តលំហែដ៏ល្អបំផុតមួយនៅកណ្ដាលរាជធានីភ្នំពេញផងដែរជួបគ្នាក្នុងវីដេអូបន្ទាប់